យើងឃើញបងសម្រាប់ធីសម្ភារបងស្រីម្នាក់ដែរថាកូនស្រីរបស់គាត់តែមានអាយុធំតែ6ឆ្នាំត្រូវបុរសអ្នករំលោភដល់ថ្នាក់ចូលសង្គ្រោះបន្ទាន់ហ្នឹងណាគឺខ្ញុំមានអារម្មណ៍ថាក្តៅចិត្តហើយគ្រប់គ្រងអារម្មណ៍ខ្លាំងមែនតើហ្មងដោយបងស្រីគាត់បាននិយាយថាប្រហែលជា4ថ្ងៃមុនថ្ងៃ21ខ្ទង់មក4ថ្ងៃហ្នឹងគឺកូនស្រីរបស់គាត់ដែលមានអាយុធំតែ6ឆ្នាំឯងគឺត្រូវបានបុរសម្នាក់ដែលអត់ស្គាល់មុខទេធ្វើការបៀតបៀនទៅលើរាងកាយរបស់កូនស្រីរបស់គាត់ហ្នឹងធ្វើការរំលោភអ្នកនរគ្នារំលោភខ្លាំងមែនតើរហូតដល់គ្នាធ្លាក់ឈាមរហូតដល់ចូលសង្គ្រោះបន្ទាន់ណាអ្នកនរគ្នាពេលដែលបុរសហ្នឹងធ្វើការរំលោភហើយគឺកូនស្រីរបស់គាត់គឺអត់ហ៊ានប្រាប់គាត់ទេដោយសារតែរងការគំរាមកំហែងពីបុរសម្នាក់ហ្នឹងថាបើសិនជាហ៊ានតាស្រីឬក៏ហ៊ានតាប្រាប់ណាគេគាត់នឹងធ្វើការសម្លាប់ទៅលើកូនស្រីហ្នឹងអញ្ចឹងគឺគ្នាហ៊ានប្រាប់ទេអ្នកនរគ្នាហើយខ្ញុំមើលដល់កន្លែងដែរបងសមត្ថភាពគាត់សម្ភាសបងស្រីហ្នឹងនៅពេលដែលគាត់និយាយថាកូនស្រីគាត់ធ្លាក់ឈាមហើយទៅបន្ទប់ទឹកមកវិញដៃសិតតែឈាមហើយគាត់សួរនាំអញ្ចឹងកូនស្រីគាត់បានកុហកថាមុតក្បិតមុតអីអ្នកនរគ្នាដល់កន្លែងហ្នឹងគឺខ្ញុំក្តុកក្តួលខ្ញុំអួលឡើងកហ្មងគ្នាក្មេងគ្នាខ្លាចគ្នាជួបរឿងហ្នឹងហើយគឺគ្នាហ៊ានប្រាប់ទេដោយសារតែខ្លាចបុរសម្នាក់ហ្នឹងអីចឹងទៅសុកចិត្តកុហកម្ដាយអ្នកគ្នាថាឈាមដៃឈាមអីអូយអ្នកនរគ្នាមើលកន្លែងហ្នឹងហើយខ្ញុំទៅបារម្ភមកជាប់ហ្មងបងស្រីគាត់ក៏បានបន្ថែមទៀតថាកូនស្រីរបស់គាត់ឥឡូវកំពុងតែសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យគុណធបុប្ផានៅកំដុំវត្តភ្នំហើយថ្ងៃហ្នឹងដែរខ្ញុំឃើញម្ចាស់ account មួយគឺគាត់បាន post នៅក្នុង Facebook ថាគេបានរកឃើញចាប់បានជនសង្ស័យឲ្យប៉ុន្តែខ្ញុំអត់ដឹងថាព័ត៌មានហ្នឹងប៉ិតឬក៏មិនប៉ិតទេប៉ុន្តែបើសិនជាព័ត៌មានហ្នឹងប៉ិតមែនគឺខ្ញុំសង្ឃឹមថាខាងសមត្ថកិច្ចឬក៏ខាងច្បាប់ផ្ដន្ទាទោសឬក៏ចាត់វិធានការឲ្យធ្ងន់ធ្ងរទៅលើបុគ្គលម្នាក់ហ្នឹងណាអ្នកនរគ្នាបើសិនជាអាចមែនណាដាក់ពន្ធនាគារគាត់ឲ្យរៀងយូរតិចទៅបើសិនជាឲ្យគាត់ចេញមកវិញក៏ល្អដែរអ្នកនរគ្នាកុំឲ្យគាត់ទៅធ្វើអញ្ចឹងទៅលើក្មេងស្រីដតីឬក៏ជនរងគ្រោះដតីទៀតព្រោះថាមនុស្សណាបើសិនជាមានចំណង់ចំណូលចិត្តឬក៏អីដែលគាត់ធ្វើហ្នឹងណាម្ដងហើយគឺចេញមកលើក្រោយគឺដឹងគាត់ធ្វើអញ្ចឹងទៀតទេព្រោះថាទង្វើដែលអាប៉ែនឹងធ្វើគឺវាខូខើអ្នកនរគ្នាវាពិបាកទទួលយកវាសាហាវនិយាយទៅដូចទង្វើសត្វដេរឆានហ្មងនិយាយចេះហ្មងទៅព្រោះវាសាហាវពេកអ្នកនរគ្នាក្មេងគ្នាអាយុធំតែ6ឆ្នាំតែធ្វើអញ្ចឹងវាចង់និយាយថាមិនមែនថាធ្វើតែមួយពេលហ្នឹងណាអ្នកនរគ្នាវាបកកស្នាមរបួសមុខរបួសដល់ក្មេងពេញមួយជីវិតហ្មងហើយវីដេអូនេះខ្ញុំធ្វើឡើងដើម្បីចែករំលែកព័ត៌មានមួយហ្នឹងហើយខ្ញុំក៏ចង់ផ្ដាំផ្ញើទៅបងដែលគាត់មានកូនទូចឬក៏មិនថាគាត់មានកូនទូចឬក៏បងស្ត្រីនារីអីដែលគាត់ទៅណាមកណាគឺគាត់ត្រូវប្រយ័ត្នប្រយែងខ្លួនមែនតើអ្នកនរគ្នាព្រោះថាសម័យឥឡូវពួកអារោគចិត្តគឺមានច្រើនខ្លាំងមែនតើអ្នកខ្លះរបៀបថាយើងដើរកាត់ក៏យើងអត់ដឹងថាវាគិតអីមកលើយើងឬក៏វាគិតល្អគិតខ្វក់មកលើយើងដែរអញ្ចឹងយើងត្រូវប្រយ័ត្នខ្លួនឯងនឹងឲ្យបានមែនតើហ្មង